តើមានមូលហេតុអីខ្លះបានជាប្រជាជនក្នុងស្រុកខ្មែររបស់យើងឲ្យទៅលើការជួញដូរទៅលើ Cypher គាត់តែមានការបារម្ភថាបញ្ហានេះគឺជាការ scam គឺជាការបោកប្រាស់គឺអត់អាចរកលុយបានមែនទែនទេទៅលើ Cypher តើពីមុនមកមានរឿងកើតឡើងអីគេខ្លះចឹងខ្ញុំនឹងប្រាប់អ្នកទាំងអស់គ្នាពីរឿងកន្លងពីមុនដែលវាបានកើតឡើងនៅក្នុងស្រុកខ្មែររបស់យើងហើយទាំងអស់ហ្នឹងហើយក៏ជាបញ្ហាដែលធ្វើឲ្យប្រជាជននៅក្នុងស្រុកខ្មែរយើងមានការបារម្ភខ្លាចជួបជាមួយនឹងរឿង scam ហ្នឹងបញ្ហាទី1គឺពាក់ព័ន្ធជាមួយនឹងក្រុមហ៊ុន broker ដែលអត់សូវស្របច្បាប់ឬក៏ដែលអត់មានការទទួលស្គាល់ពីគណៈកម្មការមួយបាត់ដែល broker ខ្លះយើងអត់ដឹងថាមកពីណាទេហើយគាត់បង្កើត platform មកដើម្បីធ្វើការ scam យើងរឿងកន្លងទៅពីមុនវាមានបញ្ហាច្រើនទី1មានពាក់ព័ន្ធជាមួយនឹងការដែលដកលុយអត់បានហើយ broker ខ្លះយកលុយទៅបាត់សុកបាត់ broker ហ្មងហើយ broker ខ្លះទៀតគឺគាត់បង្កើត fake trading platform របៀបគឺគាត់បង្កើត platform មួយដើម្បីជាឲ្យអ្នកនរគ្នាធ្វើការ trade ក៏ប៉ុន្តែពេលអ្នកនរគ្នាធ្វើការ trade ទៅគឺអត់មានបានអីទេគឺគេបង្កើត platform មកដើម្បីអ្នកនរគ្នា trade ទៅខាតចឹងណាអញ្ចឹងអានេះគឺជារឿងពីមុនមកដែលបានកើតឡើងក្នុងស្រុកខ្មែររបស់យើងហើយខ្លះទៀតគឺពាក់ព័ន្ធជាមួយនឹងអ្នកដែលគាត់ទទួលលុយកាន់ trade អ្នកខ្លះគឺគាត់ guarantee ថាដាក់លុយមកដឹងតែចំណេញឯងរាល់ខែប្រហែល 5% 10% ចឹងទៅដល់ពេលគាត់ប្រមូលលុយបានច្រើនគាត់ហូតចោលបាត់គាត់ទៅបាត់អញ្ចឹងណាអាហ្នឹងគឺរឿងពីមុនមកវាស្តីគ្នាជាមួយ Ponzi scam ដែរដែលប្រមូលមនុស្សឲ្យដាក់លុយបន្ទាប់មកគ្រប់លុយគ្រប់ចំនួនគ្រប់អីប្រូចទៅបាត់យកមកអញ្ចឹងអាហ្នឹងគឺរឿងមួយផ្នែកយើងចូលទៅចំណុចទី2វិញចំណុចទី2វិញគឺពាក់ព័ន្ធជាមួយនឹង false promise របៀបជាការសន្យាដែលអាចនិយាយបានថាខ្ញុំចង់ឲ្យអ្នកនរគ្នាធ្វើការ trade ខ្ញុំសន្យាថាខ្ញុំនឹងជួយអ្នកនរគ្នាធ្វើការ trade បានលុយច្រើននិយាយទៅចង់ឲ្យ get rich quick មានន័យថាការបង្ហាញឬក៏ការធ្វើទីផ្សារឬក៏ការធ្វើ advertising ដែលយើងបង្ហាញឲ្យគេឃើញថានៅក្នុង Cypher គឺងាយស្រួលនៅក្នុងការរកលុយអាចរកលុយបានច្រើនអាចរកលុយបានលឿនចឹងទៅតែពេលខ្លះបញ្ហានេះវាកើតឡើងដោយសារតែការធ្វើទីផ្សារឬក៏ការដែលគេធ្វើគេបង្ហាញតែផលចំណេញដែលធ្វើឲ្យយើងមើលមកអ្នកដែលអត់ដឹងយើងគិតថាអូវាប្រហែលជាងាយស្រួលនៅក្នុងការរកលុយអូខេវាប្រហែលជាងាយស្រួលនៅក្នុងការធ្វើទៅអាចឆាប់បានផលអញ្ចឹងណាតែការពិតជាក់ស្ដែងទៅក្នុង Cypher គឺវា high risk មែនទេmost retail trader គឺ lost money គឺភាគច្រើនអ្នកដែលគាត់ជា trader ដូចគ្នាគឺគាត់ស្ទើរតែ 95% ដែលគាត់ខាតលុយដូចអ្នកនរគ្នាដឹងអញ្ចឹងមានតែ 5% ដែលចំណេញ 95% គឺខាតចំណុចទី3វិញពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់ leverage ដូចអ្នកនរគ្នាដឹងស្រាប់អីបើសិនជាយើងទៅធ្វើការបើ account broker គឺយើងមាន leverage ហើយ trader ខ្លះគឺគាត់អត់យល់ថាតើ leverage នោះវាដំណើរការបែបម៉េចទេអញ្ចឹងគាត់អត់បានស្វែងយល់ពីហានិភ័យរបស់គាត់ទេអញ្ចឹងគាត់ដឹងថា leverage ទៅគាត់ដឹងតែ trade អញ្ចឹងពេលខ្លះគាត់ trade ទៅដាច់ account ដាច់ដឹងខ្លួនអញ្ចឹងណាអញ្ចឹងគឺគាត់អត់យល់ពីនេះពេលខ្លះក៏គាត់អាចគិតថា forex គឺជា scam ដែរដោយសារតែគាត់អាចបានស្វែងយល់គាត់ចេះ trade ស្រាប់ហើយដាច់ account បាត់លុយបាត់កាក់អញ្ចឹងណាគឺគាត់គិតថាអូអានឹង scam ហើយពេលខ្លះវិញទៀតគឺ market ជាទូទៅវា manipulate market manipulate គឺមានន័យថាប្រភេទផ្សារដែលគេបង្កើតមកមានគេបង្កើតមក market manipulate គឺមានន័យថាគេធ្វើអ្នកនរគ្នាមានការយល់ច្រឡំខ្លះមានន័យថាផ្សារហ្នឹងឧទាហរណ៍គេធ្វើអ្នកនរគ្នាទិញដល់ពេលអ្នកនរគ្នាទិញហើយវាអត់ឡើងឬវាចុះគេធ្វើអ្នកនរគ្នាចង់លក់ដល់ពេលអ្នកនរគ្នាលក់ហើយវាទៅវាឡើងវិញអាហ្នឹងគេហៅ market manipulate អញ្ចឹងតើតើយើងមានចំណេះដឹងទៅលើការវិភាគផ្សារឬក៏យល់ដឹងអំពីចិត្តសាស្ត្រនៅក្នុងការចូលផ្សារដែរបានយើងអាចស្វែងយល់ពីចំណុចហ្នឹងកាន់តែច្បាស់ចំណុចទី5វិញគឺពាក់ព័ន្ធជាមួយនឹងការដកលុយយើងឃើញកន្លងមកទៅគឺនៅក្នុងស្រុកខ្មែររបស់យើងគឺពីមុនមកគឺមានបញ្ហានឹងច្រើនមែនទែនជាធម្មតា trade ទៅខាតហើយតែដល់ពេល trade ចំណេញគឺកន្លងមកទៅហ្នឹងគឺមានអ្នកតែគាត់ trade ចំណេញគឺគាត់ដកលុយអត់បានហើយអ្នកខ្លះទៀតគាត់ដកលុយចំណេញបានហើយគាត់ដកលុយដើមទុនអត់បានទៀតទៅតាមក្រុមហ៊ុនខ្លះអញ្ចឹងណាអញ្ចឹងដូចខ្ញុំបាននិយាយចឹងអានេះគឺជាមូលហេតុខ្លះដែលធ្វើឲ្យប្រជាជននៅក្នុងស្រុកខ្មែរយើងគិតថា forex គឺជាការ scam ឬក៏ជាការបោកប្រាស់ដោយសារតែរឿងកន្លងទៅធ្វើឲ្យប្រជាជនយើងគឺមានការសើទុកមែនទែនអញ្ចឹងដើម្បីមានការប្រយ័ត្នគឺខ្ញុំនឹងប្រាប់អ្នកនរគ្នាថាតើយើងធ្វើបែបម៉េចដើម្បីកុំឲ្យជួបបញ្ហាហ្នឹងទី1អ្នកនរគ្នានៅពេលដែលយើងចង់បើក account នៅតាម broker ណាមួយយើងគួរតែ check ទៅលើ license ឬក៏គួរតែស្វែងយល់ឲ្យបានកាន់តែច្រើនជាយើង research ថាតើ broker នឹងបើកតាំងពីពេលណាហើយ license មានគេខ្លះហើយគេឈរជើងអស់រយៈពេលប្រហែលឆ្នាំហើយគេដែរមានបញ្ហាអត់អីចឹងណាហ្នឹងគឺយើងស្វែងយល់មុននឹងយើងធ្វើការដាក់លុយហើយទី2វិញយើងធ្វើការជៀសវាងជាមួយនឹងការដែលគេ
យើងឲ្យគេ trade ដោយសិនជាយើងឲ្យគេ trade ហើយបើគេ guarantee ថានឹងចំណេញ 100% អានេះយើងប្រយ័ត្នមែនទែនព្រោះយើងត្រូវទទួលស្គាល់ថាការ trade គឺវាប្រកាសជាមានហានិភ័យពេលខ្លះបើសិនជារឿងហ្នឹងវាមិនបញ្ហាទេបើសិនជាអ្នកនរគ្នាឲ្យអ្នកណា trade ក៏ឲ្យទៅក៏ប៉ុន្តែបើគេ guarantee ថាចំណេញ 100% វាពិបាកតិចពីព្រោះជាទូទៅអ្នក trade គឺអត់ guarantee ទេព្រោះរាល់ការ trade ទាំងអស់គឺវាមានហានិភ័យគេអត់ហ៊ាន guarantee ថា 100% គឺចំណេញទេអញ្ចឹងគឺអត់ហ៊ានមកចំណុចបន្ទាប់គឺគួរតែធ្វើការ start demo account សិនកុំតន់ធ្វើការយកលុយរបស់យើងមែនទែនទៅធ្វើការ risk យើងត្រូវ demo account សិនទៅអញ្ចឹងយើង start with demo account before risking the real money ហ្នឹងទៅអញ្ចឹងមានន័យថាចាប់ផ្ដើម trade ហ្នឹងគឺសាក demo account សិនហើយចាំយើងច្បាស់ហើយចាំយើងដាក់លុយមែនទែនហើយចំណុចបន្ទាប់គឺយើងគួរតែធ្វើការ trade ពេលចំណេញពេលអីចឹងយើងអាសាដកលុយទៅដើម្បីឲ្យយើងតេស្តមើលថាតើ broker ដកលុយបានអត់ចឹងណាក៏ពិតចំណុចវាមានច្រើននៅក្នុងការជ្រើសរើសbroker ឬក៏ការដែលជៀសវាងជាមួយនឹងការ scam ហ្នឹងគឺវាមានចំណុចច្រើនចឹងអ្នកនរគ្នាគួរតែស្វែងយល់ឲ្យបានច្រើនដូចខ្ញុំបាននិយាយខាងលើចឹងណាប្រយ័ត្នប្រយែងមែនទែនជាមួយនឹងការអូសទាញរបស់គេឬក៏ការធ្វើទីផ្សារឬក៏ការធ្វើរូបភាពឲ្យឃើញយើងចំណេញអីរហូតហ្នឹងគឺយើងអាចទាំងភ្លេចខ្លួនឯងទៅតាមគេសម្រាប់យើងគិតថាយើងគួរតែគិតថាអ្វីក៏ដោយគឺมันអាចបានលុយទៅស្រួលទេអញ្ចឹងមុននឹងគេបង្ហាញយើងថាចំណេញយើងកុំតន់អាចជឿយើងត្រូវស្វែងយល់ឲ្យខ្លួនឲ្យសិនថាវាចំណេញច្រើនឬក៏សួរលុយដូចគេបង្ហាញនឹងមែនអត់អញ្ចឹងខ្ញុំចង់ឲ្យអ្នកនរគ្នាគិតថាលុយគឺអត់អាចធ្លាក់លើមេវាត្រូវការយើងមានសមត្ថភាពដែរមានស្គាល់មានវិន័យមានការគ្រប់គ្រងហានិភ័យនិយាយមកទៅគឺវាត្រូវការជំនាញត្រូវការស្គាល់ដើម្បីមក trade មិនសុកអ្នកនរគ្នាដែរស្គាល់វាឲ្យមក trade ទៅចំណេញទេអញ្ចឹងត្រូវគិតថាយើងមានចំណេះដឹងទៅលើវាមានស្គាល់មានរូបមានវិន័យមានរបៀបនៅក្នុងការគ្រប់គ្រងហានិភ័យនិយាយមកទៅមានចំណេះដឹងទើបអាចទៅរួចតែបើសិនជាអត់មានចំណេះដឹងទេវាជារឿងមួយដែលពិបាកមែនទែនដែលយើងទៅរកលុយក្នុង site ហ្នឹងតែអត់មានចំណេះដឹងគឺដូចយើងយកលុយរបស់យើងទៅហែកចោលអញ្ចឹង yes